ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្ដាលប្រចាំឆ្នាំ2026បានបិទបញ្ចប់ដោយជោគជ័យនៅក្នុងស្មារតីកីឡាដោយមានការយកចិត្តទុកដាក់ពីសំណាក់អភិបាលនៃគណៈអភិបាលក្រុងនិងស្រុកទាំង13ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្ដាលឆ្នាំ2026បានបិទបញ្ចប់ដោយជោគជ័យនៅក្នុងស្មារតីកីឡាការប្រកួតនេះធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសនិងការជ្រើសយកកីឡាករកីឡាការិនីដែលឆ្នើមនិងមានទេពកោសល្យល្អមកប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ2026ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី1ដល់ថ្ងៃទី9ខែឧសភាឆ្នាំ2026ការអញ្ជើញចូលរួមនេះដោយមានវត្តមានរបស់អាយដាមតាំងម៉េងអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលតំណាងឲ្យអាយដាមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតការប្រកួតដោយមានរយៈពេល7ថ្ងៃដែលចាប់តាំងពីថ្ងៃទី21ដល់ថ្ងៃទី27ខែកុម្ភៈឆ្នាំ2026នៅក្រុងតាខ្មៅដោយការប្រកួតប្រព្រឹត្តទៅនៅទីលានបាល់ទាត់ខេត្តកណ្ដាលនិងវិទ្យាល័យជាច្រើននៅក្នុងក្រុងតាខ្មៅដើម្បីចម្រាញ់រកកីឡាករកីឡាការិនីវ័យក្មេងឆ្នើមនៃកីឡាដ្ឋានខេត្តកណ្ដាលលោកតាំងមេងលៀនបានបន្តថាតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលនិងជាគណៈកម្មាធិការរៀបចំការប្រកួតយើងឃើញថាវិស័យកីឡារបស់ខេត្តកណ្ដាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់អភិបាលនៃគណៈអភិបាលក្រុងស្រុកជាពិសេសការិយាល័យអប់រំកាយនិងកីឡានិងកីឡារដ្ឋបាលនៅក្នុងក្រុងស្រុកទាំង13និងលោកស្រីគណៈកម្មការគ្រប់គ្រងគ្រប់គ្រឹះស្ថានបឋមសិក្សានៅក្នុងខេត្តទាំងអស់ដើម្បីចូលរួមចំណែកអភិវឌ្ឍអប់រំកាយនិងកីឡាស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខបើយើងឆ្លុះបញ្ចាំងអំពីការប្រកួតរបស់យើងឃើញថាក្មួយៗកីឡាករកីឡាការិនីទាំងអស់យកស្មារតីសាមគ្គីភាពមកអនុវត្តនៅក្នុងការប្រកួតនេះបានល្អប្រសើរទាំងស្មារតីនៅក្នុងក្រុមនិងរវាងក្រុមមួយទៅក្រុមមួយទៀតដើម្បីធ្វើឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អជាទីមោទនៈលោកអភិបាលរងបានបញ្ជាក់ថាចំពោះក្រុមដែលមិនទាន់បានជ័យលាភីនៅក្នុងការប្រកួតនេះពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួតដណ្ដើមបានជ័យលាភីនៅឆ្នាំក្រោយៗទៀតឯក្រុមដែលទទួលបានជ័យជំនះនេះពេលនេះត្រូវស្គាល់អំពីភារកិច្ចរបស់ខ្លួនគឺត្រូវធ្វើតំណាងឲ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្ដាលដើម្បីចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025-2026ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី1ដល់ថ្ងៃទី9ខែឧសភាឆ្នាំ2026នៅរាជធានីភ្នំពេញនាពេលខាងមុខនេះដូច្នេះក្មួយៗកីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីយកជ័យជំនះជូនខេត្តរបស់យើងឆ្លៀកក្នុងឱកាសនោះដែរខ្ញុំសូមដាក់នៅទិសដៅមួយចំនួនដើម្បីឲ្យរដ្ឋបាលក្រុងស្រុកព្រមទាំងលោកប្រធានការិយាល័យអប់រំកាយនិងកីឡាក្រុងស្រុកនិងលោកស្រីជានាយកនាយិកាគ្រឹះស្ថានបឋមសិក្សានៅក្នុងខេត្តយកទៅអនុវត្តមានដូចខាងក្រោមត្រូវយកចិត្តទុកដាក់នៅក្នុងការអភិវឌ្ឍផែនការអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានបឋមសិក្សាដើម្បីឲ្យសិស្សានុសិស្សទទួលបាននៅការវិវត្តផ្នែករូបរាងកាយស្មារតីក៏ដូចជាតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា2ម៉ោងនៅក្នុងមួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួនត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យមានការរីកចម្រើនទៅលើប្រភេទកីឡាទូទៅតាមតម្រូវការនិងស្ថានភាពជាក់ស្ដែងរបស់សាលាបើទីលានមានស្រាប់ត្រូវតែថែរក្សាជួសជុលនិងកែលម្អនិងត្រូវបណ្ដុះបណ្ដាលធនធានមនុស្សកីឡាការិនីឲ្យចេះស្រឡាញ់ចូលចិត្តលេងកីឡាស្របទៅតាមយុទ្ធសាស្ត្រកំណែតម្រង់លើផ្នែកអប់រំកាយនិងកីឡាដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត